អនុញ្ញាតឲ្យយើងបានធ្វើការបញ្ជាក់ជូនទៅបងប្អូនជនរួមជាតិយើងគឺចង់បញ្ជាក់ជូនបងប្អូនជនរួមជាតិយើងពីខេត្តពោធិ៍សាត់ដោយសារឃើញមានការលើកឡើងច្រើនពីរឿងបញ្ហាថៃនិងបញ្ហាភ្លើងរវាងប្រជាជនចាក់ថៃនិងប្រជាជនចាក់កម្ពុជាសម្រាប់សូមការបំភ្លឺសូមធ្វើការបំភ្លឺជូនបងប្អូនជនរួមជាតិពីទីទៅទី1ប្រជាជនចាក់កម្ពុជាយើងនៅពេលនេះម៉ោងនេះថ្ងៃនេះយើងពុំបានយកភ្លើងពីប្រជាជនចាក់ថៃចូលមកកាន់ប្រជាជនចាក់កម្ពុជានៅក្នុងបណ្ដាជាតិរបស់ប្រទេសទីទេគឺសូមហើយការដែលយកភ្លើងពីបណ្ដាជាតិថៃមកចូលបណ្ដាជាតិកម្ពុជាគឺដោយសារប្រជាជនចាក់កម្ពុជាយើងមានអភិសិទ្ធិគ្រប់គ្រាន់ដើម្បីធ្វើការផ្គត់ផ្គង់ជូនទុកទីកន្លែងទាំងអស់ដែលជាប់នឹងបណ្ដាជាតិរបស់ប្រជាជនចាក់កម្ពុជាស្អីទៅថាបណ្ដាជាតិដែលថាបណ្ដាជាតិគឺជាការភ្ជាប់ភ្លើងតង់ស្ទង់ខ្ពស់ចាប់បានពីតង់ស្ទង់115 គីឡូវ៉ុលដល់230 គីឡូវ៉ុលដល់300 គីឡូវ៉ុលគឺតាមរយៈបណ្ដាញតង់ស្ទង់ខ្ពស់ក្នុងបណ្ដាជាតិដែលជាឆ្អឹងកង់ខ្នងរបស់ប្រជាជនកម្ពុជាក៏ដូចជាឆ្អឹងកង់ខ្នងធំរបស់ថៃគឺយើងអត់បានយកភ្លើងនេះមកបំពេញឲ្យមាននៅពេលនេះទេដោយសារយើងមានសមត្ថភាពដើម្បីធ្វើការគ្រប់គ្រងភ្លើងគ្រប់គ្រាន់